ស្រីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការវិលមកកាន់ channel របស់ខ្ញុំសាជាថ្មីបាទវីដេអូនេះគឺខ្ញុំនឹងមក review បង្ហាញពាក់ព័ន្ធជាមួយនឹង AirDrop មួយទៀតហើយដែលមានឈ្មោះថា Clink បាទ AirDrop មួយនេះគឺវាទើបតែនឹងដាក់ឲ្យដំណើរការដែរទេជាស្ថិតនៅក្នុងដំណាក់កាលនៃការសន្សំពិន្ទុនៅក្នុង season 1របស់គេហើយគឺជា network TGE ដែលនៅក្នុងដែរគឺបងប្អូនទាំងគ្នាក៏ស្គាល់ដែរ TGE នេះគឺមានវាបានតម្លាក់ AirDrop ជាច្រើននៅក្នុង Telegram របស់យើងអូខេអញ្ចឹង Clink នេះក៏គេមានជា wallet របស់គេមានន័យថាជាកាបូបលុយផ្ទាល់ខ្លួនរបស់គេតែម្ដងដែលក្នុងកាបូបលុយរបស់គេនេះបងប្អូនទាំងគ្នាក៏អាចផ្ទុកកាក់ជាច្រើនតាំងពីកាក់អីក៏មានដែរនិយាយរួមទៅមានថនមានដក coin មានកាក់អីទាំងអស់ដែលជាស្ថិតនៅក្នុង cryptocurrency ក៏មានទាំងអស់នេះមានតាំងពី pay នៅក្នុងដែរអញ្ចឹង Clink នេះគឺវាមាន wallet របស់គេផ្ទាល់ខ្លួនបើយើងគិតទៅគឺវាជា AirDrop មួយដែលយើងអាចទុកចិត្តបានដែរព្រោះនៅក្នុងនេះគឺមានការបង្ហាញពី social media របស់គេជាច្រើននៅក្នុង project Clink របស់គេនេះដែរអញ្ចឹង Clink នេះបងប្អូនទាំងអស់គ្នាដំណាក់កាលទី1របស់យើងទី1គឺយើងសន្សំពិន្ទុនៅក្នុង mini Telegram របស់គេមានថាជា AirDrop ក្នុង Telegram ហើយបងប្អូនទាំងអស់គ្នាដែលចង់ដឹងថាតើយើងនឹងរកលុយដល់របៀបណាគ្រាន់តែមើលវីដេអូនេះពីដើមដល់ចប់នឹងដឹងពីរបៀបការសន្សំពិន្ទុរបស់វាហើយអញ្ចឹងទី1គឺយើងត្រូវតែចូលមកក្នុង Telegram របស់យើងដើម្បីសន្សំពិន្ទុហើយទី2បង្កើតជាមួយ wallet របស់គេសម្រាប់ត្រៀមដកលុយអូខេចុះសម្រាប់បងប្អូនអរគ្នាដែលចាប់អារម្មណ៍បាទរកលុយជាមួយ Clink AirDrop នេះបងប្អូនអរគ្នាបាទដែលកំពុងមកតាមដានទស្សនាវីដេអូរបស់ខ្ញុំគ្រាន់តែយកម្រាមដៃចុចលើចំណងជើងនៃវីដេអូនេះមកបងប្អូនអរគ្នាឃើញកន្លែងនេះខ្ញុំសេថាសូមចុច link ដើម្បីចុះឈ្មោះបងប្អូនអរគ្នានឹងឃើញ link ខាងក្រោមនេះក៏ចុចលើ link ហ្នឹងទៅគឺវានាំបងប្អូនអរគ្នាចូលទៅដល់ទម្រង់នៃការចុះឈ្មោះជាមួយនឹង Clink នេះហើយបើសិនបងប្អូនអរគ្នាឃើញ link ហ្នឹងទេថាពេលខ្លះ YouTube គឺគេដាក់កំហិតមែនទែនទៅលើការដាក់ link ផ្សេងៗនៅក្នុងវីដេអូចូលបងប្អូនអរគ្នាអាច join នៅក្នុង group Telegram របស់ខ្ញុំខាងក្រោមម្នាក់មួយទៅដែលការ join ក្នុង group Telegram នេះមិនតម្រូវបងប្អូនអរគ្នាបង់លុយមកកាក់ម៉ាស៊ីនទេប៉ុន្តែរាល់ link ផ្សេងៗសម្រាប់ចុះឈ្មោះខ្ញុំតម្លាក់ចូលក្នុង group នេះហើយក៏មានការ update ព័ត៌មានជារៀងរាល់ថ្ងៃទៅលើ project ដែលយើងរកលុយដូចជា app រកលុយដោយ free ឬក៏ការរកលុយដោយ free នៅលើ Telegram ជាដើមអូខេឥឡូវតោះដើម្បីកុំឲ្យខាតពេលយូរសូមបងប្អូនគ្នាចុច link ខាងលើទៅដើម្បីចូលទៅដល់ទម្រង់នៃការចុះឈ្មោះជាមួយនឹង Clink AirDrop នេះតែម្ដងអញ្ចឹងនៅពេលបងប្អូនទាំងអស់គ្នាបានចុចលើ link មកខ្ញុំគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាក៏លេខឃើញខាងក្រោមគេដាក់ពាក្យថា start អូខេចុចលើវាហើយបងប្អូនទាំងអស់គ្នារងចាំបន្តិចមកគឺវានឹងបង្ហាញបងប្អូនទាំងអស់គ្នាជាមួយទម្រង់បែបនេះមកចូលមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាអាចចុចលើពាក្យថា launch ខាងក្រោមក៏បានឬក៏ start earning ខាងនេះក៏បានដែរអូខេអញ្ចឹងមួយណាក៏បានដែរចុចលើវាបន្ទាប់ទៀតបងប្អូនទាំងអស់គ្នាឃើញផ្ទាំងបែបនេះវា load មកយើងចុចលើពាក្យថា start អូខេចាំបងប្អូនរងចាំបន្តិចមកចូលមកដល់កន្លែងនេះគឺវានាំយើងចូលមកដល់ក្នុងទំព័រដើមនៃ Clink AirDrop នេះហើយអញ្ចឹង Clink AirDrop នេះគឺជា project មួយដែលយើងគួរទុកចិត្តបានដែរអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់បានចុះឈ្មោះលេងជាមួយវាទេខ្ញុំគិតថាគួរតែសាកបងលេងជាមួយវាទៅដោយសារតែវាស្ថិតនៅក្នុងដំណាក់កាលដែលយើង mining ឬក៏សន្សំ point នៅឡើយទេអូខេចាំមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាចុចលើពាក្យថា launch ad ខាងក្រោមនេះមកហើយបងប្អូនទាំងអស់គ្នារងចាំបន្តិចមកបាទកន្លែងនេះសារតែ internet របស់ខ្ញុំមាន slow ដែរទេបើមិន internet លឿនគឺវា load speed លឿនមែនទែនបាទអូខេចាំមកដល់កន្លែងនេះខ្ញុំនឹងហៅបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង option ខាងក្រោម4នេះអញ្ចឹង option ទី1គឺ referral មានន័យថាគឺជា link ណែនាំមិត្តភ័ក្តិរបស់យើងដែលគាត់អត់ទាន់បានចុះឈ្មោះលេងទេការណែនាំមិត្តភ័ក្តិម្នាក់ទទួលបានចំនួន commission ណាគឺបាន2500 point អញ្ចឹងសម្រាប់មិត្តភ័ក្តិដែលគាត់អត់ទាន់បានលេងណែនាំគាត់ឲ្យលេងដែរទៅកន្លែង low project នេះវាល្អយើងទទួលបានលុយមកវិញយើងអាចចែកម្លែកឲ្យមិត្តភ័ក្តិរបស់យើងទាំងអស់គ្នាគាត់បានលេងទាំងអស់គ្នាហើយយើងក៏អ្នកណែនាំក៏ទទួលបាន commission ដូចគ្នាអូខេអញ្ចឹងកន្លែង option ទី2គឺ test នេះគឺជាកន្លែងមួយដែលយើងអាចសន្សំពិន្ទុបានអូខេអញ្ចឹងបងប្អូនទាំងគ្នាមើលខាងលើសិនខាងលើគឺជា main test របស់គេគឺទី1គឺការ join នៅក្នុង community ទី2គឺ social test របស់គេនេះគឺមានច្រើនមែនទែនគឺគេឲ្យយើង join នៅក្នុង wallet ផ្សេងៗអញ្ចឹងទៅហើយកន្លែងខាងលើនេះគឺមាន partner test ហ្នឹងគឺអត់ទាន់មានទេអញ្ចឹងនៅក្នុង test នីមួយៗគឺគេមានចំនួន test ឲ្យយើងធ្វើណាចូលទៅហៅថាអ្នក join នៅក្នុង community របស់គេអញ្ចឹងនេះគេឲ្យយើង join នៅក្នុង Clink Telegram chat អញ្ចឹងយើងចុចពីថា start ឡើងនេះមកដល់ពេលយើង join យើងទទួលបានចំនួន10000 point អូខេយើងគ្រាន់តែចុចពីថា join មកបន្តទៀតបងប្អូនទាំងគ្នាចូលទៅក្នុង Clink AirDrop របស់យើងវិញអូខេបងប្អូនទាំងគ្នាឃើញកន្លែងនេះ load ពាក្យថា claim អញ្ចឹងយើង claim វាមកគឺយើងទទួលបានចំនួន10000 pointអូខេអញ្ចឹងកន្លែងនេះយើងគ្រាន់តែធ្វើអញ្ចឹងមកហើយយើងចុចលើពាក្យថា done មកនេះគេដាក់ថា success ចុចពីថា done មកអូខេហើយបងប្អូនទាំងគ្នាអស់មើលអស់មកគឺមានដូចជាការ join នៅក្នុង Telegram ការ join នៅក្នុង Instagram YouTube TikTok ហ្នឹងគឺយើងចុច start បំពេញវាអស់មកយើងទទួលបានចំនួនពិន្ទុដែលវា load នៅខាងក្រោមនេះហើយអញ្ចឹង option ទី3គឺ AirDrop បងប្អូនទាំងគ្នាចុចលើវាអូខេអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញកន្លែងនេះ
ទី1ហ្នឹងគឺនេះគឺ mining គឺយើងគ្រាន់តែបំពេញ test អស់មកយើងទទួលបាន point នេះគឺជា point ដែលយើងទទួលបានតាមរយៈការបំពេញ test របស់គេហ្នឹងហើយមួយទៀតគឺ daily boost នេះនេះនៅពេលយើង connect wallet ហើយណាយើងនឹងអាចចូលមក claim ជារៀងរាល់ថ្ងៃហើយអញ្ចឹងកន្លែង connect wallet នេះបងប្អូនទាំងអស់គ្នាចង់ connect ឲ្យហើយក៏បានឬក៏បងប្អូនចង់មាននេះបងប្អូនទាំងអស់គ្នាចង់ connect ជាមួយ wallet ណាក៏បានដែរខ្ញុំចង់មានអញ្ចឹងតោះតែបងប្អូនទាំងអស់គ្នា connect wallet ឲ្យហើយទើបយើងអាចបំពេញ test របស់វាឲ្យបានគ្រប់គ្រាន់អូខេអញ្ចឹងពាក់ព័ន្ធនឹងការ connect wallet យើងគ្រាន់តែចុចវាថា connect មកអញ្ចឹងនៅក្នុងការ connect wallet នេះ view all នេះគឺមាន wallet ជាច្រើនដូចជា Bybit Bitget OKX អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំសូម connect ជាមួយ Thon Keeper របស់ខ្ញុំសិនទេបើគ្រាន់តែជាការ connect សិនទេយើងអាចដូរនៅពេលក្រោយបានអូខេអញ្ចឹងបន្ទាប់ពីយើងចុច like នេះហើយបាទតាមពិតទៅគឺមានកន្លែងយើង connect តែនៅខ្ញុំរៀន slow សូមបែកថយក្រោយសិននេះយើងរងចាំបន្តិចមកចាំឲ្យវាផ្ទៀងផ្ទាត់ជាមួយ Thon Keeper របស់យើងហើយគឺវានឹងឲ្យយើង connect នៅត្រង់ចំណុចនេះហើយអូខេអញ្ចឹងបន្ទាប់ពីវាផ្ទៀងផ្ទាត់រួចរាល់ហើយគឺវានឹងសូលកន្លែងនេះគេដាក់ពាក្យថា connect wallet អូខេអញ្ចឹងបងប្អូនអ្នកចុចពាក្យថា connect wallet នេះមកអូខេវាលោតពាក្យថា done អញ្ចឹងយើង connect បានជោគជ័យហើយអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះគេដាក់ពាក្យថា success អញ្ចឹងយើងចុចពាក្យថា done នេះមកកន្លែងនេះគឺវានឹងលោតឲ្យយើង claim daily check in ជារៀងរាល់ថ្ងៃអញ្ចឹងយើងសាកចុចកន្លែងនេះមកអូខេអញ្ចឹងថ្ងៃទី1យើងបាន claim ហើយអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែ connect wallet សិនហើយមួយថ្ងៃយើងចូលមក claim បានម្ដងត្រង់ចំណុចនេះអញ្ចឹង option របស់វាគឺមាន4ហ្នឹងកន្លែង start នេះដូចជាអត់មានអីសំខាន់ទេគ្រាន់តែគេចង់សូពាក់ព័ន្ធជាមួយនឹង worldwide មានថាការ mining កាក់ទាំងអស់មានថា user ទាំងអស់ដែលគាត់ mining លើពិភពលោកហ្នឹងគឺ mine បានប៉ុណ្្នឹងហើយបាទ total supply របស់គេហ្នឹងគឺចំនួន3000ជាងហើយ3000លានកាក់ហើយអញ្ចឹងនៅក្នុងហ្នឹងក៏អាចមានរូបយើងណាជាអ្នកចូលរួម mine ដែរអូខេអញ្ចឹងយើងចូលមកកន្លែងនេះវិញកន្លែង test នេះវិញអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនថាតើតើបងប្អូនទាំងអស់គ្នា connect wallet ហើយទើបវា load កន្លែងនេះកន្លែង connect clean account នេះអញ្ចឹងកន្លែងនេះគឺបងប្អូនទាំងគ្នាត្រូវតែ download app របស់គេបាទ clean airdrop នេះគឺមាន app របស់គេអញ្ចឹងបងប្អូនទាំងគ្នាចុចវាថា start នេះមកហើយយើង download កន្លែងហ្នឹងគឺយើងទទួលបាន 50,000 point អូខេយើងចុចវាថា download clean wallet មកគឺមាន wallet របស់គេណាហើយយើង download ហើយយើងត្រូវ connect ជាមួយ account របស់យើងអូខេដល់ឥឡូវនេះចុចវាថា install សិនមកទំហំមេរបស់វាតែ65 MB ទេបើអ៊ីនធឺណិតរបស់យើងដើរលឿនកែមក plate ពេញនៅបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងដំឡើងរួចរាល់បងប្អូនទាំងអស់គ្នាឃើញត្រង់ចំណុចនេះដាក់ពាក្យថា open យើងចុចលើវាមកអូខេគឺវានឹងនាំយើងចូលមកដល់ក្នុងwallet របស់គេហើយអញ្ចឹង clean នេះគឺវាមាន wallet app របស់វាអញ្ចឹងនៅពេលយើងលេង airdrop របស់គេយើងត្រូវតែបង្កើតឬក៏ចុះឈ្មោះជាមួយ wallet របស់គេអញ្ចឹងយើងចូលមកដល់ក្នុងទម្រង់ sign up ហើយខាងលើនេះគឺវាមាន3 step ឲ្យយើង complete អញ្ចឹងទី1គឺគេត្រូវយើងបំពេញជាមួយ first name និង last name មានន័យថា first name តកូល last name គឺឈ្មោះរបស់យើងដាក់ជាភាសាអង់គ្លេសហើយសូមឲ្យដាក់ជាឈ្មោះពិតប្រាកដដែលត្រូវជាមួយអត្តសញ្ញាណប័ណ្ណអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់ wallet ទាំងអស់គឺសូមប្រើឈ្មោះពិតហើយឈ្មោះហ្នឹងគឺត្រូវតែជាឈ្មោះដែលត្រូវជាមួយអត្តសញ្ញាណប័ណ្ណព្រោះពេលខ្លះគឺយើងត្រូវបំពេញ KYC គឺត្រូវតែផ្ទៀងផ្ទាត់ជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងមិនសិនបងប្អូនគ្នាដាក់คล้ายគឺអត់កើតទេលើឈ្មោះឧទាហរណ៍ថាតកូលខ្ញុំឧទាហរណ៍ទេថាតកូលសយទៅអូខេ last name គឺសំបូរទៅបាទឧទាហរណ៍ណាបាទបន្តទៀតបងប្អូនទាំងអស់គ្នានឹងឃើញខាងលើនេះគឺវាលោតភាគរយយើងបន្តទៀតសូមបំពេញជាមួយ email ឬក៏ Gmail របស់យើងអូខេខ្ញុំដាក់មកឧទាហរណ៍ថាខ្ញុំដាក់ Gmail របស់ខ្ញុំអញ្ចឹងណាអូខេបន្តមកទៀតបងប្អូនទាំងគ្នាខាងក្រោមនេះគឺថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងប្អូនទាំងគ្នាចុចលេខនេះមួយមកនេះចុចលេខនេះគឺគេឲ្យយើងរើសឲ្យលើថតថាយើងកើតឆ្នាំណាយើង select ឆ្នាំខាងលើសិនអូខេយើងអស់មកឆ្នាំ1985ឲ្យទៅឧទាហរណ៍អញ្ចឹងទៅហើយខែណាខែបងប្អូនទាំងគ្នាអាចចុចទៅមុខបាននេះខែ3ខែ4ខែ5ខែ6ទៅអញ្ចឹងទៅខែ6ថ្ងៃ2ឧទាហរណ៍អញ្ចឹងអូខេយើងចុចចឹងមកចុចវាថាអូខេមកបន្តទៀតគឺវាលោតហើយនេះគឺថ្ងៃ2ខែ6 1085ហើយកន្លែងនេះគឺគេឲ្យយើង select ជាមួយប្រទេសរបស់យើងចុចលើវាមួយមកបងប្អូនគ្នាអាចអស់បាទអាចអស់ឬក៏យើង search ខាងលើតែម្ដងទៅsearch មកគឺ Cambodia មកនេះគឺលោត Cambodia ចុចលើវាបន្តទៀតបងប្អូនគ្នាចុច like នេះមួយមកកន្លែងសញ្ញាធុងឈូកនេះឲ្យលោតសញ្ញា tick មួយមកហើយយើងចុចវាថា continue ខាងក្រោមអូខេអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចលើពាក្យថា continue វាលោតមកមុខហើយគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់កន្លែងនេះអញ្ចឹងមកដល់កន្លែងនេះគឺគេទាមទារបងប្អូនទាំងអស់គ្នាបំពេញជាមួយលេខកូដដែលគេនឹងផ្ញើសារចូលទៅក្នុង Gmail ដែលយើងបានធ្វើការបំពេញមិញណាអញ្ចឹងយើងចូលទៅក្នុងប្រអប់ mail របស់យើងសិនអូខេចូលក្នុងប្រអប់ mail របស់យើងបន្តមកទៀតបងប្អូនទាំងអស់គ្នាបាទយើងចេញមកសិនបាទរងចាំតិចចូលប្រអប់ mail របស់យើងហើយយើងចូលទៅរកអូខេ mail Gmail របស់យើងនេះគឺបងប្អូនទាំងគ្នាឃើញកន្លែងនេះគឺវាសូឲ្យហើយគឺលេខកូដគឺ6ខ្ទង់បាទ28 27 18
បាទ28អូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាចុចលើពាក្យថា continue ខាងក្រោមនេះមកអូខេអញ្ចឹងបងប្អូនទាំងអស់គ្នារងចាំតិចអញ្ចឹងភាគរយរបស់យើងខាងលើនេះគឺបាន80%ហើយអញ្ចឹងយើងនៅសល់តែការបង្កើត pin កូដចំនួន4ខ្ទង់ទៀតទេកន្លែងនេះបងប្អូនដាក់លេខក៏បានដែរប៉ុន្តែត្រូវតែចាំខ្លួនឯងជាលេខយើងដាក់ណាអញ្ចឹងខ្ញុំដាក់លេខអូខេដាក់លេខមួយសិនអូខេបន្ទាប់មកទៀតយើង confirm ជាមួយ pin របស់យើងអូខេខ្ញុំដាក់លេខដដែលមានន័យ confirm គឺដាក់ឲ្យលេខដដែលដូចលេខជាមួយនឹងលេខយើងដាក់ដំបូងអូខេអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបំពេញ step ទាំង3ខាងលើរួចរាល់អស់ហើយអញ្ចឹងមកដល់កន្លែងនេះយើងចង់ឲ្យវាជាសារ alert មកយើងក៏បានឬក៏អត់ក៏បានអញ្ចឹងខ្ញុំចុចថា skip មកទៅកុំឲ្យវីដេអូនេះចំណាយពេលវែងពេកអូខេអញ្ចឹងយើងបានបង្កើតដោយជោគជ័យជាមួយនឹង clean wallet របស់គេហើយនេះគឺ wallet ហ្នឹងគឺដូចជាBinance OKX ដែរគឺវាស្តៀងគ្នាដែរទេគឺយើងអាចផ្ទុកកាក់ជាច្រើននៅក្នុងនឹងមានតាំងពី PayPay កាក់អីក៏មានដែរក្នុងនឹងបាទដក coin ថនអីចឹងទៅអូខេអញ្ចឹងនេះគឺជាទម្រង់នៃយើង connect យើងបង្កើតជាមួយ wallet របស់គេណាអូខេអញ្ចឹងយើងចូលទៅក្នុង airdrop របស់យើងវិញមកអូខេចូលក្នុង airdrop របស់យើងវិញចុចខ្វែងវាសិនបាទអូខេបន្ទាប់ពីយើង connect រួចរាល់អស់ហើយបងប្អូនអរគ្នាចុចថា start ឡើងនេះមកអូខេអញ្ចឹងយើងចុចលើថា already download នេះមកហើយនេះយើងបំពេញជាមួយនឹង Gmail ហើយយើងបានធ្វើការចុះឈ្មោះជាមួយនឹង Clean Wallet ដើម្បីយើង connect វាអូខេអញ្ចឹងសូមបំពេញ Gmail តិចសិនអូខេអញ្ចឹងបន្ទាប់ពីយើងបំពេញ Gmail ហើយបងប្អូនទាំងអស់គ្នាចុចលើថា login នេះមកហើយរងចាំតិចអូខេដើម្បីវាផ្ទៀងផ្ទាត់ថាតើហើយយើងពិតជាបានបង្កើតឬក៏អត់អូខេអញ្ចឹងកន្លែងនេះគឺយើងបាន connect ជាមួយនឹង Clean Wallet ជាមួយនឹង Clean Airdrop ក្នុង Telegram របស់យើងហើយជិះថា done ហើយបងប្អូនទាំងឃើញកន្លែងនេះគេឲ្យយើង claim អញ្ចឹងយើងអាច claim ចំនួននឹង 50,000 point បាទអូខេអញ្ចឹងពាក់ព័ន្ធមួយ Clean Airdrop នេះដូចជាអត់មានអីទេកន្លែងនេះវាជោគជ័យចុចលើ done គឺទម្រង់របស់គេគឺស្ថិតក្នុងទម្រង់យើងសំបន្ទុកនៅឡើយទេពាក់ព័ន្ធនឹងការសំបន្ទុកគឺទម្រង់នឹងការបំពេញ test ការបង្កើតwallet របស់គេដែលយើងត្រូវទៅ download ហើយ connect ជាមួយ wallet app របស់គេជាមួយនឹង wallet ជាមួយនឹង airdrop clean របស់គេដើម្បីទទួលបាន point ហើយបងប្អូនទាំងគ្នាមើលតាមទៀតមកគឺវាមានច្រើនមែនទែនដើម្បីយើងទទួលបានពិន្ទុហើយពាក់ព័ន្ធមួយការ update ផ្សេងៗទៀតក៏វាស្ថិតនៅក្នុងដំណាក់កាលនេះឡើយទេបើមិនមានការ update ផ្សេងគឺខ្ញុំនឹងធ្វើវីដេអូឲ្យជូនបងប្អូនទាំងគ្នាអូខេចុះសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់បានចុះឈ្មោះបានគួរតែចុះឈ្មោះម្នាក់មួយទៅហើយសម្រាប់បងប្អូនទាំងគ្នាដែលអត់ទាន់យល់ពាក់ព័ន្ធមួយការចុះឈ្មោះការ connect wallet អីហ្នឹងបងប្អូនទាំងគ្នាអាចសួរខ្ញុំនៅក្នុង group Telegram បានព្រោះថានៅក្នុង group Telegram គឺយើងអាចងាយស្រួលក្នុងការឆ្លើយឆ្លងហើយពាក់ព័ន្ធនឹងការ comment នៅក្នុងវីដេអូនេះក៏បានដែរប៉ុន្តែគ្រាន់តែយើងពិបាកក្នុងការផ្សេងឆ្លើយឆ្លងទៅគ្នាវិញអូខេអញ្ចឹងសម្រាប់វីដេអូនេះដូចជាចំណាយពេលវែងដែរហើយខ្ញុំសន្មតថាបញ្ចប់វាប៉ុណ្ណឹងសម្រាប់បងប្អូនទាំងគ្នាមានចម្ងល់អាចសួរខ្ញុំក្នុង group Telegram បានអញ្ចឹងសម្រាប់វីដេអូនេះក៏សូមអរគុណបងប្អូនទាំងគ្នាបានចំណាយពេលដល់មានតម្លៃបាទតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទអញ្ចឹងសូមអរគុណសូមគោរពលា